សត្វសមុទ្រប្រភេទនេះនៅពេលដែលវារស់នៅក្នុងទឹកមុខមាត់របស់វាគឺធម្មតាទេប៉ុន្តែនៅពេលដែលគេយកវាឡើងមកលើគោកមុខមាត់របស់វាហាក់បីដូចជាគួរឲ្យខ្លាចហើយមានសភាពដូចជាមនុស្សដែលទុកសោក Bluefish ជាសត្វសមុទ្រចម្លែកមួយដែលឈ្មោះវិទ្យាសាស្ត្រគេហៅថា Cycrolutes macidus វាត្រូវបានគេចាត់ទុកថាជាសត្វដែលអាក្រក់ជាងគេបំផុតនៅលើពិភពលោកប៉ុន្តែការពិតទៅមនុស្សយើងយល់វាបែបនេះគឺខុសហើយ Bluefish រស់នៅជម្រៅសមុទ្រពី600ទៅ1200ម៉ែត្រជុំវិញឆ្នេរអូស្ត្រាលីនិង Tasmania កន្លែងនោះមានសម្ពាធទឹកខ្លាំងណាស់ខ្លាំងជាងលើផ្ទៃសមុទ្រជាច្រើនដងហើយនៅទីនោះមនុស្សធម្មតាមិនអាចរស់បានទេ Bluefish ជាសត្វសមុទ្រដែលគ្មានឆ្អឹងសាច់របស់វាជាសាច់ទន់ៗដូចជា gel ដងស៊ីតេសាច់ស្រាលជាងទឹកបន្តិចប៉ុណ្ណោះដូច្នេះវាអាចអណ្ដែតនៅបាតសមុទ្រដោយមិនចាំបាច់ហែលខ្លាំងៗនោះទេវាសន្សំថាមពលក្នុងបរិយាកាសនៅពេលដែលវាខ្វះអាហារជាការយល់ច្រឡំដ៏ធំមួយនៅជម្រៅសមុទ្រមានសម្ពាធទឹកខ្លាំងនៅពេលដែលគេចាប់វាឡើងមកលើផ្ទៃខាងលើសម្ពាធក៏បាត់បង់ភ្លាមៗសាច់ gel របស់វាក៏រលាយបែកចេញដូច្នេះវាមើលទៅហាក់បីដូចជាមុខមាត់មនុស្សដែលសោកសៅប៉ុន្តែនៅក្នុងជម្រៅសមុទ្រវាមិនអាក្រក់ដូចនេះទេ Bluefish ស៊ីសត្វតូចៗជាចំណីអាហារនៅក្នុងបាតសមុទ្រសត្វដែលអណ្ដែតមកជិតមាត់របស់វាប្រភេទសត្វដែលមានឆ្អឹងទន់វាមិនប៉ិនប្រសពខាងវេប្រហារចំណីអាហារទេគ្រាន់តែបើកមាត់រងចាំចំណីអាហារមកដល់តែប៉ុណ្ណោះ Bluefish ត្រូវបានចាប់ដោយចៃដន្យនៅពេលដែលគេនេសាទដល់ជម្រៅជ្រៅមិនមែនគេចង់ចាប់វានោះទេប៉ុន្តែដោយសារតែវាជាប់អន្ទាក់របស់អ្នកនេសាទព្រោះតែចំនួនសត្វនេះកំពុងតែថយចុះវាជាសត្វគ្មានគ្រោះថ្នាក់ចំពោះមនុស្សនោះឡើយតែអ្នកគិតថា Bluefish គឺជាសត្វដែលគួរឲ្យអាណិតឬគួរឲ្យខ្លាចសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក